ថ្ងៃនេះយើងនឹងមកធ្វើការបកប្រែនៅអត្ថបទភាសាអង់គ្លេសមួយទៀតដែលស្ថិតនៅក្នុងសៀវភៅ Beginner Fifth Edition នៅទំព័រទី37មេរៀនទី4ដែលមានចំណងជើងថា Family and Friends អញ្ចឹងយើងចាប់ផ្ដើមបកទាំងអស់គ្នាអញ្ចឹងជួរដំបូងនេះគេដាក់ថា My pals name is Melissa អញ្ចឹងយើងបក name នេះមុននេះកន្លែង name នេះមុនឈ្មោះរបស់មិត្តភ័ក្តិតាមអនឡាញរបស់ខ្ញុំគឺ is នេះគឺ Melissa email នេះមានន័យថាមិត្តភ័ក្តិដែលយើងស្គាល់គ្នាតាមរយៈអនឡាញបាទតាមរយៈ email ឬមួយក៏ Facebook ឬក៏អីហ្នឹងបាទ Lisa for short ហៅកាត់ថា Lisa នេះយើងបកត្រង់យើងបកថា Lisa សម្រាប់ខ្លីអញ្ចឹងយើងបាក់ស្ដាប់អញ្ចឹងយើងបកថាហៅកាត់ថា Lisa មានន័យហៅខ្លីហ្នឹង short នេះខ្លីហៅកាត់ថា Lisa and she's from Turkey អានេះមកពាក្យថា she is អញ្ចឹងយើងសរសេរកាត់យើងអាន she from Turkey នាងមកពីប្រទេសទួរគី she's very funny and I like her emails នាងគឺកំ pl ណាស់ហើយខ្ញុំចូលចិត្ត email របស់នាង they are always very interesting they are នេះនៅពេលដែលយើងសរសេរកាត់យើងអាន they are ពួកគេតែងតែគួរឲ្យចាប់អារម្មណ៍ណាស់ Lisa is 22 Lisa គឺអាយុ22ឆ្នាំ and she's a receptionist ហើយនាងគឺជាអ្នកទទួលភ្ញៀវម្នាក់អាយុ22ឆ្នាំហើយនាងគឺជាអ្នកទទួលភ្ញៀវម្នាក់ at the hotel Amira នៅឯសណ្ឋាគារ Amira in Istanbul នៅឯទីក្រុង Istanbul she loves her job នាងស្រឡាញ់ការងាររបស់នាងshe like meeting interesting people from around the world នាងចូលចិត្តការជួបជុំជាមួយនឹងមនុស្សដែលគួរឲ្យចាប់អារម្មណ៍ from around the world មកពីជុំវិញពិភពលោកបាទចប់ A មួយចូលដល់ B she has a great boyfriend from Cyprus នាងមានមិត្តភ័ក្តិដ៏អស្ចារ្យម្នាក់ឬក៏ដ៏ល្អម្នាក់បានដូចគ្នាមកពី Cyprus he has a job at the hotel too គាត់មានការងារមួយនៅឯសណ្ឋាគារផងដែរ his name is Mehmet ឈ្មោះរបស់គាត់គឺ Mehmet and he's a waiter in the hotel bar ហើយគាត់គឺជាអ្នកបម្រើនៅក្នុងបារសណ្ឋាគារមានអ្នកកន្លែងរាំក្នុងសណ្ឋាគារគេដេកបានហើយមានកន្លែងរាំកំសាន្តទៀត waiter នេះអ្នកបម្រើតែអ្នកបម្រើប្រុសទេ waitress អ្នកបម្រើស្រី WAIT or EWS អាហ្នឹងអ្នកបម្រើស្រី waitress នេះយើងអាន he's a waiter in the hotel bar គាត់គឺជាអ្នកបម្រើនៅក្នុងបារសណ្ឋាគារ Lisa is from Adana in the south of Turkey Lisa គឺមកពី Adana ស្ថិតនៅក្នុងប៉ែកខាងត្បូងនៃប្រទេសទួរគី Her parents have a house near the city center ឪពុកម្ដាយរបស់នាងមានផ្ទះមួយនៅជិតកណ្ដាលទីក្រុង city center យើងបកថាកណ្ដាលទីក្រុងមកcity center ហ្នឹងមួយទៀតគឺសំដៅទៅលើតំបន់ពាណិជ្ជកម្មឬក៏ជាតំបន់ឧស្សាហកម្មមួយស្ថិតនៅក្នុងទីក្រុងមួយអញ្ចឹងយើងបកថាកណ្ដាលទីក្រុងក៏បានដែរបាទ center គេសរសេរនៅពេលនេះជាលក្ខណៈវាcenter or មុន e នេះអានេះជាលក្ខណៈបែប British អង់គ្លេសបើគេសេ e មុន o អាហ្នឹងបែបអាមេរិកាំងប៉ុន្តែមួយណាក៏បកតែមួយឯងគាត់ណារបៀបផ្សេងខុសគ្នា Her father is Turkish ឪពុករបស់នាងគឺជាជនជាតិទួរគី Turkish ជនជាតិទួរគីនេះ Turkish ជនជាតិទួរគីហើយបើប្រទេសទួរគីនេះខាងលើអក្សរ A នេះអាហ្នឹង Turkey ប្រទេសទួរគីដល់ពេល Turkish ភាសាឬជនជាតិទួរគី and he works at one of Adana's airport ហើយគាត់ធ្វើការនៅឯពលានយន្តហោះមួយនៃយើងបកចាហើយគាត់ធ្វើការនៅឯពលានយន្តហោះមួយនៃពលានយន្តហោះរបស់ Adana អញ្ចឹងមានន័យថា Adana ហ្នឹងមានពលានយន្តហោះច្រើនហើយគាត់ធ្វើការនៅក្នុងពលានយន្តហោះមួយនៅ Adana ហ្នឹង
Her mother is English and is a business woman ម្ដាយរបស់នាងគឺជាជនជាតិអង់គ្លេសហើយជាអ្នកជំនួញស្រីម្នាក់បាទ She has two brothers នាងមានប្អូនប្រុសចំនួន2 Their names are Arif and Basi ឈ្មោះរបស់ពួកគេគឺ Arif ហើយនិង Basi Arif is 17 Arif គឺមានអាយុ17ឆ្នាំ and Basi is 14 ហើយ Basi គឺមានអាយុ14ឆ្នាំ They are both still at school ពួកគេទាំងពីរគឺនៅសាលាពួកគេទាំងពីរគឺនៅសាលាអញ្ចឹងខ្ញុំកាលនេះឲ្យខិតខូនតិចសិនដើម្បីឲ្យស្រួលបកចប់អក្សរ D មួយយើងចូលទៅដល់អក្សរ E មួយទៀតអក្សរ E ហើយដាក់ឲ្យផុតហ្មងទៅដល់នេះមកបាទនៅសាលាអក្សរ E letter E Lisa has a lot of interest Lisa មានចំណាប់អារម្មណ៍ជាច្រើន but her favorite hobby is dancing ប៉ុន្តែចំណាប់អារម្មណ៍របស់នាងអីគេអញ្ចឹង but her favorite hobby ប៉ុន្តែការកំសាន្តដែលគួរចាប់អារម្មណ៍របស់នាងយើងបកកន្លែង hobby នេះមុន hobby នេះជានាមអញ្ចឹងយើងបកកន្លែងហ្នឹងមុនប៉ុន្តែការកំសាន្តដែលគួរឲ្យចាប់អារម្មណ៍របស់នាងគឺការរាំ dancing ការរាំ dancing She loved traditional Turkish dancing and dance in a lot of competition នាងស្រឡាញ់យើងមកបកនេះមុនការរាំនាងស្រឡាញ់ការរាំរបស់ជនជាតិទួរគីបែបប្រពៃណីអញ្ចឹងយើងបកការរាំហើយយើងបកទួរគីហើយបែបប្រពៃណីនេះអញ្ចឹងនាងស្រឡាញ់ការរាំរបស់ជនជាតិទួរគីបែបប្រពៃណីឬក៏បែបប្រពៃណីរបស់ជនជាតិទួរគីបានដូចគ្នា and dance ហើយរាំ in a lot of competition ហើយរាំនៅក្នុងការប្រកួតជាច្រើន She also like tennis នាងចូលចិត្ត tennis ផងដែរ also នេះផងដែរនាងចូលចិត្ត tennis ផងដែរ She and her brother Aris នាងហើយនឹងប្អូនប្រុសរបស់នាងឈ្មោះថា Aris are big fan of Marcel Ihan នាងហើយនឹងប្អូនប្រុសរបស់នាងឈ្មោះថា Aris គឺជាអ្នកគាំទ្រដ៏ខ្លាំងរបស់ Marcel Ihan បាទ Okay one more please I learned a lot else about Turkey from Lisa ខ្ញុំរៀនបានច្រើនអំពីទួរគីពី Lisa ពួក Lisa ហ្នឹងគាត់ជនជាតិទួរគី and it's really interesting ហើយវាពិតជាគួរឲ្យចាប់អារម្មណ៍ interesting នេះគួរឲ្យចាប់អារម្មណ៍មានអាស្អីមួយធ្វើឲ្យយើងចាប់អារម្មណ៍អាហ្នឹងយើងថែម ing interesting ណាក្នុងប្រភេទគុណនាម ed ហើយនឹង ing Okay we have fun emailing and texting យើងមានការសប្បាយជាមួយនឹងការផ្ញើ email ហើយនឹងការសរសេរអក្សរ text នេះយើងសរសេរអក្សរ text នេះយើងថែម ing អានឹងប្រភេទនាមដែលមកពីកិច្ចអាសព្ទអញ្ចឹងយើងហៅនាមចរានអានេះក៏ដូចគ្នាដែរអញ្ចឹងយើងបកការទាំងអស់មានន័យថាយើងស្រឡាញ់សុំទោសយើងមានការសប្បាយជាមួយនឹងការផ្ញើ email ហើយនឹងការវាយអក្សរបាទអញ្ចឹងអត្ថបទនេះខ្លីប៉ុណ្ណឹងសូមចប់ត្រឹមហ្នឹងបាទ